សាកល្បងអូសដៃរបស់អ្នកចុះតាមកំភួនដៃអ្នកនឹងមានអារម្មណ៍ថាវារោមតូចៗស្រាលៗស្ទើរតែមើលមិនឃើញនៅលើរាងកាយរបស់អ្នកមានឫសរោមប្រហែល5លានកន្លែងចំនួននេះប្រហាក់ប្រហែលនឹងចំនួនឫសរោមដែលសត្វស្វា chimpanzee មួយក្បាលដែលមានទំហំរាងកាយប្រហាក់ប្រហែលអ្នកមានផងដែរសូមអានវាម្ដងទៀតតាមពិតទៅមនុស្សមិនមែនជាសត្វដែលគ្មានរោមទេអ្នកមានកន្លែងបង្កើតរោមប្រហាក់ប្រហែលគ្នានឹងសត្វស្វាដូច្នេះហេតុអ្វីបានជាអ្នកមើលទៅដូចជាគ្មានរោមខណៈដែល chimpanzee មើលទៅដូចជាត្រូវបានគ្របដណ្ដប់ដោយរោមពេញរាងកាយហើយហេតុអ្វីបានជាមនុស្សខ្លាចជាសត្វក្នុងក្រុម primate តែមួយគត់នៅលើផែនដីដែលដើរជាមួយស្បែកស្ទើរតែទទេអ្នកប្រហែលជាគិតថាចម្លើយគឺច្បាស់ណាស់ដោយសារយើងកាន់ឆ្លាតឡើងយើងបង្កើតសម្លៀកបំពាក់យើងអាចបង្កើតភ្លើងដូច្នេះយើងលែងត្រូវការរោមទាំងនោះទៀតហើយប៉ុន្តែចម្លើយពិតប្រាកដគឺចម្លើយជាងនោះឆ្ងាយណាស់ហើយរឿងនេះចាប់ផ្ដើមឡើងរាប់លានឆ្នាំមុនពេលសម្លៀកបំពាក់ដំបូងបំផុតត្រូវបានបង្កើតឡើងទៅទៀតសូមស្រមៃមើលវាស្មៅសាវ៉ាណានៅទ្វីបអាហ្វ្រិកប្រហែល2លានឆ្នាំមុនដើមឈើកំពុងតែរុករੂស្លឹកម្លប់ត្រជាក់ត្រេកក្នុងព្រៃកំពុងតែបាត់បង់បុព្វបុរសរបស់អ្នកត្រូវបានបង្ខំឲ្យចាក់ចេញពីព្រៃចេញទៅទីវាលទៅក្រោមពន្លឺព្រះអាទិត្យនៅក្រោមកម្ដៅហើយកម្ដៅគឺជាគន្លឹះនៃរឿងទាំងអស់នេះរាងកាយដែលគ្របដណ្ដប់ដោយរោមក្រាស់គឺជារាងកាយដែលរក្សាកម្ដៅទុកវាពិតជាមានប្រយោជន៍ណាស់នៅពេលយប់ក្នុងព្រៃដ៏ត្រជាក់ប៉ុន្តែវាក៏អាចសម្លាប់អ្នកបាននៅពេលថ្ងៃត្រង់លើវាលទំនាបបុព្វបុរសរបស់យើងមានបញ្ហាមួយដែលសត្វធំៗភាគច្រើនមិនដែលអាចដោះស្រាយបានពួកគេត្រូវតែអាចផ្លាស់ទីបានលឿននៅក្រោមកម្ដៅថ្ងៃដោយមិនឲ្យរាងកាយរបស់ខ្លួនក្ដៅខ្លាំងរហូតដល់គ្រោះថ្នាក់ដូច្នេះតើយើងធ្វើដូចម្តេចដើម្បីធ្វើឲ្យរាងកាយដែលកំពុងរត់ត្រជាក់អ្នកជីវវិទូ Peter Wheeler បានចំណាយពេលជាច្រើនឆ្នាំសិក្សាសំណួរនេះគាត់បានបង្កើតគំរូសិក្សាអំពីរបៀបដែលរាងកាយមនុស្សដែលដើរដោយជើងពីរមានប្រតិកម្មចំពោះព្រះអាទិត្យនៅទ្វីបអាហ្វ្រិកគាត់បានរកឃើញថាការឈរត្រង់ដោយជើងពីរធ្វើឲ្យផ្ទៃរាងកាយរបស់អ្នកដែលប៉ះនឹងកម្ដៅព្រះអាទិត្យពីខាងលើមានតិចជាងការដើរដោយជើង4ប៉ុន្តែការឈរត្រង់គ្រាន់តែជាពាក់កណ្ដាលនៃដំណោះស្រាយប៉ុណ្ណោះពាក់កណ្ដាលទៀតគឺស្បែករបស់អ្នកសត្វថនិកសត្វភាគច្រើនបញ្ចេញកម្ដៅដោយការហត់ដង្ហើមឧទាហរណ៍សត្វឆ្កែរត់បន្ទាប់មកវាត្រូវឈប់បើកមាត់ហើយហត់ដង្ហើមដើម្បីបញ្ចេញកម្ដៅប៉ុន្តែវាមិនអាចធ្វើរឿងទាំងពីរក្នុងពេលតែមួយបានទេវាមិនអាចរត់លឿននិងបញ្ចេញកម្ដៅបានល្អក្នុងពេលតែមួយនេះគឺជាដែនកំណត់ដ៏ធំមួយចំពោះរយៈពេលនិងចម្ងាយដែលសត្វមួយអាចរត់តាមអ្វីមួយបានប៉ុន្តែបុព្វបុរសរបស់អ្នកបានបំបែកដែនកំណត់នេះពួកគេធ្វើវាដោយប្រែក្លាយស្បែករបស់ខ្លួនឲ្យទៅជាប្រព័ន្ធបញ្ចេញកម្ដៅហើយត្រង់នេះហើយដែលរឿងនេះកាន់តែគួរឲ្យភ្ញាក់ផ្អើលនៅក្រោមស្បែករបស់អ្នកមានក្រពេញញើសប្រហែល2ទៅ4លានមិនមែនជាប្រភេទដែលធ្វើឲ្យអ្នកមានក្លិនខ្លួននោះទេវាត្រូវបានហៅថា endocrine glands ក្រពេញទាំងនេះបញ្ចេញញើសដែលមានជាតិទឹកដោយផ្ទាល់ទៅលើផ្ទៃស្បែកនៅពេលទឹកនោះហួតវានាំកម្ដៅចេញពីរាងកាយរបស់អ្នកទៅជាមួយតាមពិតទៅអ្នកគឺជាម៉ាស៊ីនដែលអាចធ្វើឲ្យខ្លួនឯងត្រជាក់បានហើយស្ទើរតែគ្មានសត្វណាមួយនៅលើផែនដីអាចធ្វើបែបនេះបានដូចមនុស្សឡើយប៉ុន្តែញើសមានសត្រូវមួយរោមបើអ្នកសើមជោគដោយញើសនៅក្រោមស្រទាប់រោមក្រាស់ទឹកនឹងជាប់នៅទីនោះវាជ្រាបចូលទៅក្នុងរោមវាមិនអាចហួតបានលឿនប្រព័ន្ធបញ្ចេញកម្ដៅចាប់ផ្ដើមដំណើរការមិនល្អដូច្នេះដើម្បីឲ្យការបញ្ចេញញើសមានប្រសិទ្ធភាពមានអ្វីមួយត្រូវតែផ្លាស់ប្ដូររោមត្រូវតែស្តើងចុះស្បែកត្រូវតែបើកចំហទៅនឹងខ្យល់ដើម្បីឲ្យខ្យល់ដែលកំពុងផ្លាស់ទីអាចជួយបង្ហួតញើសនិងនាំកម្ដៅចេញទៅតើអ្នកឃើញទេថាមានអ្វីកើតឡើងមនុស្សមិនបាត់បង់រោមព្រោះយើងខ្លាចជាមនុស្សឆ្លាតនោះទេយើងបាត់បង់រោមព្រោះយើងខ្លាចជាអ្នករត់គំនិតនេះត្រូវបានគាំទ្រដោយអ្នកជីវវិទូមកពី Harvard គឺ Daniel Lieberman គាត់ហៅមនុស្សថាជាអត្តពលិកនៃការរត់ចម្ងាយឆ្ងាយដែលត្រូវបានបង្កើតឡើងដោយការវិវត្តមិនមែនជាអ្នករត់លឿនក្នុងការរត់ចម្ងាយខ្លីយើងចាញ់សត្វក្តាន់នឹងរត់លឿនជាងអ្នកជានិច្ចប៉ុន្តែបើការប្រណាំងបន្តទៅរាប់គីឡូម៉ែត្រក្រោមកម្ដៅដែលកាន់តែកើនឡើងនៅពេលរសៀលអ្វីមួយចាប់ផ្ដើមផ្លាស់ប្ដូរសត្វក្តាន់ចាប់ផ្ដើមក្ដៅខ្លាំងពេកវាត្រូវឈប់វាហត់ដង្ហើមវាមិនអាចបញ្ចេញកម្ដៅបានលឿនគ្រប់គ្រាន់ប៉ុន្តែមនុស្សម្នាក់ដែលមានស្បែកទទេបញ្ចេញញើសហើយរត់ក្នុងល្បឿនថេរនៅតែបន្តទៅមុខហើយបន្តទៅមុខទៀតនេះត្រូវបានហៅថា persistence hunting ឬការបរបាញ់ដោយការតាមរត់រហូតដល់សត្វអស់កម្លាំងអ្នកមិនចាំបាច់រត់លឿនជាងសត្វដែលអ្នកបរបាញ់ទេអ្នកគ្រាន់តែត្រូវធ្វើឲ្យវាអស់កម្លាំងមុនអ្នកតាមវាអស់រយៈពេលជាច្រើនម៉ោងរហូតដល់រាងកាយរបស់វាដែលជាប់កម្ដៅនៅក្រោមរោមរបស់ខ្លួនមិនអាចបន្តទៀតបានក្រុមអ្នកប្រមាញ់និងប្រមូលផលខ្លះៗនៅតែធ្លាប់ប្រើវិធីនេះរហូតមកដល់សម័យទំនើបស្បែកទទេរបស់អ្នកមិនមែនជាសញ្ញានៃភាពខ្សោយទេវាគឺជាអាវុធប៉ុន្តែកម្ដៅគ្រាន់តែជាពាក់កណ្ដាលនៃរឿងប៉ុណ្ណោះព្រោះការវិវត្តកម្រធ្វើអ្វីមួយដោយសារហេតុផលតែមួយណាស់គិតអំពីរោមឲ្យជិតស្និទ្ធបន្តិចវាគឺជាព្រៃដ៏កក់ក្ដៅក្រាស់សើមហើយនៅក្នុងព្រៃនោះមានប្រព័ន្ធជីវិតមួយទាំងមូលដែលអ្នកប្រហែលជាមិនចង់ជួបទេចៃឆ្កែឆ្កឹះមីតប៉ារ៉ាស៊ីតពួកវាខាំពួកវាអាចបញ្ជូនជំងឺហើយពួកវាអាចស្រូបយកធនធានពីរាងកាយអ្នកបន្តិចម្ដងបន្តិចខុសរោមកាន់តែក្រាស់កន្លែងសម្រាប់ពួកវាលាក់ខ្លួនកាន់តែច្រើនអ្នកជីវវិទូនៃការវិវត្ត Mark Pagel បានលើកឡើងនៅគំនិតដ៏គួរឲ្យចាប់អារម្មណ៍មួយនៅពេលដែលបុព្វបុរសរបស់យើងចាប់ផ្ដើមបាត់បង់រោមរួចទៅហើយមិនថាដោយហេតុផលអ្វីក៏ដោយការមានរោមកាន់តែតិចស្រាប់តែផ្ដល់អត្ថប្រយោជន៍បន្ថែមមួយប៉ារ៉ាស៊ីតតិចជាងមុនការឆ្លងមេរោគតិចជាងមុនរាងកាយដែលពិបាកសម្រាប់សត្វបឺតឈាមមករស់នៅនិងបន្តពូជហើយមានចំណុចមួយទៀតដែល Pagel យល់ថាគួរឲ្យចាប់អារម្មណ៍បើស្បែកទទេជាសញ្ញានៃសុខភាពល្អនោះវាអាចក្លាយជារឿងដែលគួរឲ្យទាក់ទាញដៃគូដែលមានប៉ារ៉ាស៊ីតតិចជាងអាចជាដៃគូដែលមានសុខភាពល្អជាងដូច្នេះស្បែករលោងប្រហែលជាបានក្លាយជាអ្វីមួយដែលបុព្វបុរសរបស់យើងចូលចិត្តអ្វីមួយដែលពួកគេជ្រើសរើសជំនាន់មួយបន្ទាប់ពីជំនាន់មួយហើយនោះនាំយើងទៅកាន់គំនិតចាស់បំផុតមួយគំនិតដែលសូម្បីតែ Charles Darwin ក៏ធ្លាប់លើកឡើង Darwin បានមើលទៅលើភាពមានរោមតិចរបស់មនុស្ស
ហើយគាត់មិនអាចពន្យល់វាដោយផ្អែកលើការរស់រានមានជីវិតតែមួយមុខបានទេដូច្នេះគាត់បានងាកទៅរកគំនិតមួយទៀត sexual selection ការជ្រើសរើសតាមរយៈការតាក់ទាញផ្លូវភេទប្រហែលជាមនុស្សបាត់បង់រោមព្រោះយើងចាប់ផ្ដើមយល់ថាស្បែកទទេគឺស្រស់ស្អាតដៃគូដែលជ្រើសរើសអ្នកដែលមានស្បែករលោងជាងអាចមានកូនច្រើនជាងហើយយូរៗទៅចំណូលចិត្តនោះបានបង្កើតទម្រង់របស់ប្រភេទសត្វទាំងមូលប៉ុន្តែសូមកត់សម្គាល់អ្វីមួយដែលចម្លែកមនុស្សមិនបាត់បង់រោមស្មើគ្នាទូទាំងរាងកាយទេសូមមើលកន្លែងដែលអ្នកនៅតែមានរោមនៅលើក្បាលរបស់អ្នកកន្លែងដែលត្រូវប៉ះពន្លឺព្រះអាទិត្យដោយផ្ទាល់ពីខាងលើរោមក្រាស់នៅទីនោះអាចជួយការពារក្បាលនិងខួរក្បាលពីកម្ដៅខ្លាំងពេកហើយបន្ទាប់មកមានតំបន់មួយចំនួននៅលើរាងកាយដែលកក់ក្ដៅនិងមានការការពារកន្លែងដែលក្លិនខ្លួនអាចប្រមូលផ្ដុំនេះមិនមែនជាលក្ខណៈរបស់សត្វដែលគ្រាន់តែបោះបង់រោមរបស់ខ្លួនទេវាហាក់ដូចជាការកែច្នៃឡើងវិញជាក់លាក់មានគោលដៅរក្សាទុករោមនៅកន្លែងដែលវាមានប្រយោជន៍ហើយកាត់បន្ថយវានៅកន្លែងដែលវាធ្វើឲ្យមានបញ្ហាដូច្នេះតើរឿងទាំងអស់នេះកើតឡើងនៅពេលណាពិតប្រាកដយើងមិនអាចជីករក fossil នៃរោមបានទេស្បែកនិងរោមរលួយបាត់ទៅហើយស្ទើរតែមិនទុកស្នាមសល់ក្នុង fossil ដូច្នេះអស់រយៈពេលយូរនេះគឺជាអាចកំបាំងដែលគ្មាននាឡិកាកំណត់ពេលវេលាប៉ុន្តែបន្ទាប់មកអ្នកវិទ្យាសាស្ត្របានរកឃើញសញ្ញាមួយនៅកន្លែងដែលមិននឹកស្មានដល់នៅក្នុងចៃអ្នកវិទ្យាសាស្ត្រ Nina Jablonski បានពន្យល់អំពីរឿងនេះយ៉ាងល្អមនុស្សមានចៃច្រើនជាងមួយប្រភេទយើងមានចៃហើយយើងក៏មានចៃសម្លៀកបំពាក់ផងដែរចៃសម្លៀកបំពាក់មានលក្ខណៈពិសេសពួកវាមិនរស់នៅលើស្បែកទេពួកវារស់នៅក្នុងសម្លៀកបំពាក់ពួកវាបានវិវត្តដើម្បីចាប់ជាប់នឹងសរសៃក្រណាត់នោះមានន័យថាចៃសម្លៀកបំពាក់អាចកើតមានឡើងបានលុះត្រាតែមនុស្សចាប់ផ្ដើមស្លៀកសម្លៀកបំពាក់អ្នកស្រាវជ្រាវបានសិក្សា DNA របស់ចៃទាំងនេះពួកគេព្យាយាមរកថាតើនៅពេលណាចៃសម្លៀកបំពាក់បានបែកចេញពីចៃក្បាលហើយចម្លើយគឺប្រហែលចន្លោះពី 100,000 ដល់ 170,000 ឆ្នាំមុនសូមគិតអំពីចំនួននេះបន្តិចបុព្វបុរសរបស់អ្នកប្រហែលជាបានបាត់បង់រោមចាប់តាំងពីប្រហែល 2 លានឆ្នាំមុនប៉ុន្តែពួកគេប្រហែលជាមិនចាប់ផ្ដើមស្លៀកសម្លៀកបំពាក់រហូតដល់ប្រហែល 170,000 ឆ្នាំមុនឬក្រោយពីនោះមានន័យថាមានគម្លាតលើសពី 1 លានឆ្នាំលើសពី 1 លានឆ្នាំដែលមនុស្សបានដើរលើផែនដីដោយគ្មានរោមក្រាស់គ្មានសម្លៀកបំពាក់មានតែស្បែកទទេនៅក្រោមមេឃបើកចំហអ្នកទទេមុនសិនសម្លៀកបំពាក់ទើបមកក្រោយហើយរយៈពេលដ៏យូរនៃការរស់នៅជាមួយស្បែកទទេនេះបានបន្សល់ស្នាមយ៉ាងជ្រាលជ្រៅលើរាងកាយរបស់មនុស្សតាមរបៀបមួយដែលអ្នកប្រហែលជាមិនធ្លាប់គិតដល់នៅពេលបុព្វបុរសរបស់យើងបាត់បង់រោមស្បែករបស់ពួកគេត្រូវបានប៉ះពាល់ដោយផ្ទាល់ទៅនឹងកាំរស្មី ultraviolet ដ៏ខ្លាំងពីព្រះអាទិត្យនៅទ្វីបអាហ្វ្រិកស្បែកស្រាលនៅក្រោមពន្លឺថ្ងៃខ្លាំងបែបនោះអាចរលាកបានហើយអ្វីដែលអាក្រក់ជាងនេះកាំរស្មី UV អាចបំផ្លាញ folate ដែលជាសារធាតុចិញ្ចឹមសំខាន់សម្រាប់ការបន្តពូជដូច្នេះស្បែកបានសម្របខ្លួន Nina Jablonski និងអ្នកភូមិសាស្ត្រ George Chaplin បានសិក្សាអំពីរឿងនេះនៅទូទាំងពិភពលោកនៅពេលមនុស្សបាត់បង់រោមស្បែកដែលត្រូវប៉ះពន្លឺព្រះអាទិត្យបានកាន់តែងងឹតដោយសារសារធាតុ melanin ដើរតួដូចជាលេខការពារកម្ដៅថ្ងៃធម្មជាតិបន្ទាប់មកនៅពេលមនុស្សមួយចំនួនធ្វើចំណាកស្រុកទៅឆ្ងាយពីតំបន់ជិតខ្សែ Equator ទៅកាន់តំបន់ដែលមានពន្លឺព្រះអាទិត្យតិចស្បែករបស់ពួកគេក៏ចាប់ផ្ដើមស្រាលឡើងវិញដើម្បីអាចទទួលពន្លឺព្រះអាទិត្យគ្រប់គ្រាន់សម្រាប់ផលិតវីតាមីន D សូមគិតអំពីអត្ថន័យរបស់វាពណ៌ស្បែកមនុស្សគ្រប់ស្រមោលគ្រប់ពណ៌ដែលមាននៅលើផែនដីប្រហែលជាមិនអាចកើតមានក្នុងរបៀបនេះទេប្រសិនបើបុព្វបុរសរបស់យើងមិនបានបាត់បង់រោមជាមុនពណ៌ស្បែករបស់យើងគឺដូចជាស្នាមម្រាមដៃនៃការធ្វើដំណើរដ៏បុរាណរបស់មនុស្សដែលធ្លាប់រស់នៅជាមួយស្បែកទទេឆ្លងកាត់ផែនដីទាំងមូលដូច្នេះតោះត្រឡប់ទៅសំណួរដើមវិញហេតុអ្វីបានជាមនុស្សបុរាណបាត់បង់រោមក្រាស់មិនមែនព្រោះយើងឆ្លាតឡើងទេមិនមែនព្រោះយើងបង្កើតសម្លៀកបំពាក់ទេសម្លៀកបំពាក់គ្រាន់តែកើតឡើងនៅពេលក្រោយប៉ុណ្ណោះយឺតជាងមូលហេតុពិតប្រាកដអស់រយៈពេលជាង 1 លានឆ្នាំយើងបាត់បង់រោមព្រោះយើងត្រូវបានបង្ខំឲ្យចេញទៅក្រោមពន្លឺព្រះអាទិត្យព្រោះយើងខ្លាចជាសត្វដែលអាចរត់ក្នុងកម្ដៅនៅពេលសត្វដទៃទៀតមិនអាចធ្វើបានព្រោះស្បែកទទេអាចមានន័យថាប៉ារ៉ាស៊ីតិកជាងមុនប៉ារ៉ាស៊ីតិកមានន័យថាសុខភាពល្អជាងហើយដៃគូដែលមានសុខភាពល្អត្រូវបានជ្រើសរើសម្ដងហើយម្ដងទៀតជំនាន់បន្ទាប់ពីជំនាន់មួយរហូតដល់ស្បែករលោងនិងរោមតិចខ្លាចជាផ្នែកមួយនៃប្រភេទមនុស្សយើងបាត់បង់រោមព្រោះក្នុងរយៈពេលដ៏យូរដែលពិភពលោកស្ទើរតែភ្លេចការរស់នៅជាមួយស្បែកទទេគឺជាអ្វីដែលជួយឲ្យយើងរស់រានមានជីវិតអ្នកគឺជាកូនចៅនៃសត្វមួយប្រភេទដែលបានបោះបង់ស្រទាប់រោមរបស់ខ្លួនដើម្បីដេញតាមព្រះអាទិត្យដូច្នេះសារល្បងអូសដៃរបស់អ្នកចុះតាមកំភួនដៃម្ដងទៀតរោមតូចៗទាំងនោះមិនមែនគ្រាន់តែជាសំណល់នៃអ្វីមួយដែលអ្នកបានបាត់បង់នោះទេវាគឺជាកំណត់ត្រាដ៏ស្ងៀមស្ងាត់នៃការផ្លាស់ប្ដូរដ៏ចម្លែកបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ប្រភេទមនុស្សថ្ងៃដែលបុព្វបុរសរបស់អ្នកដើរចេញពីម្លប់បោះបង់រោមរបស់ខ្លួនទៅក្នុងខ្យល់ហើយប្រែក្លាយស្បែកទទេរបស់ខ្លួនឲ្យក្លាយជាមូលហេតុដែលធ្វើឲ្យពួកគេរស់រានមានជីវិតសូមអបអរសាទរអ្នកមកដល់នាទីចុងក្រោយវីដេអូហើយសូមកុំភ្លេច like and subscribe សម្រាប់វីដេអូថ្មីៗបន្តទៀត